ព្រះគម្ពីរពងសាយវតារខ្សត្រទី1ចំពុកទី9គ្រាក្រោយដែលសាឡូមោនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ានិងព្រះរាជវាំងស្រេចហើយព្រមទាំងរបស់ទាំងប៉ុន្មានដែលទ្រង់សពព្រះតីចង់ធ្វើនោះព្រះយេហូវ៉ាក៏លេចមកឲ្យទ្រង់ឃើញម្ដងទៀតដូចជាបានលេចមកឲ្យឃើញនៅត្រង់គីបៀនដែរព្រះយេហូវ៉ាមានបន្ទូលថាអញបានលើសេចក្តីដែលឯងបានអធិស្ឋានហើយទូលអង្វរនៅចំពោះអញនោះអញក៏បានញែកព្រះវិហារនេះដែលឯងបានស្អាងចេញជាបរិសុទ្ធទុកសម្រាប់នឹងតាំងឈ្មោះអញនៅអស់កលជានិច្ចហើយភ្នែកនឹងចិត្តអញនឹងស្ថិតនៅទីនោះជាដរាបតទៅឯងបើសិនជាឯងនឹងដើរនៅចំពោះអញដូចជាដាវីតជាឪពុកឯងដោយចិត្តស្មោះហើយទៀងត្រង់ដើម្បីនឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្តីដែលអញបានបង្គាប់ដល់ឯងព្រមទាំងកាន់តាមបញ្ញត្តិនិងសេចក្តីយុត្តិធម៌របស់អញទាំងប៉ុន្មាននោះអញនឹងតាំងរាជឯងលើសាសអ៊ីស្រាអែលឲ្យនៅជាប់ជារៀងដរាបតទៅតាមដែលអញបានសន្យានឹងដាវីតជាឪពុកឯងថានឹងមិនដែលខានមានពូជឯងអង្គុយលើបល្ល័ង្ករាជនៃសាសអ៊ីស្រាអែលឡើយតែបើកាលណាឯងបានបែកចេញលែងប្រព្រឹត្តតាមអញនោះទាំងឯងឬកូនចៅឯងផងហើយមិនកាន់តាមបញ្ញត្តិនឹងក្រឹតរបស់អញទាំងប៉ុន្មានដែលអញបានដាក់នៅមុខឯងទេគឺនឹងទៅគោរពប្រតិបត្តិហើយថ្វាយបង្គំដល់ព្រះដតីនោះអញនឹងកាត់សាសអ៊ីស្រាអែលចេញពីស្រុកដែលអញបានឲ្យដល់គេហើយព្រះវិហារនេះដែលអញបានញែកចេញជាបរិសុទ្ធសម្រាប់ឈ្មោះអញនោះអញនឹងបោះបង់ចោលពីមុខអញចេញវិញដូច្នេះសាសអ៊ីស្រាអែលនឹងត្រឡប់ជាសេចក្តីព្រាបផ្ទឹមហើយជាទីដំណៀលនៅក្នុងពួកសាសទាំងអស់ឯព្រះវិហារនេះទោះបើខ្ពស់ដល់ម្លេះគង់តែអស់អ្នកណាដែលដើរទៅមកគេនឹងមានសេចក្តីអស្ចារ្យក្នុងចិត្តហើយនឹងចំអកលក់លើឲ្យដោយពាក្យថាហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់ធ្វើដូច្នេះដល់ស្រុកនិងវិហារនេះនោះគេនឹងឆ្លើយឡើងថាគឺពីព្រោះគេបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះនៃគេដែលទ្រង់បាននាំពួកអាយកោគេចេញពីស្រុកអេស៊ីបមកហើយគេបានទៅភ្ជាប់ខ្លួននឹងព្រះដតីព្រមទាំងថ្វាយបង្គំហើយគោរពប្រតិបត្តិតាមគឺហេតុនោះបានជាព្រះយេហូវ៉ាទ្រង់បាននាំគ្រប់ទាំងសេចក្តីអាក្រក់នេះមកលើគេលុះផុត20ឆ្នាំដែលសាឡូមោនស្អាងទាំងព្រះវិហារនៃព្រះយេហូវ៉ានិងព្រះរាជវាំងទាំងពីររួចជាស្រេចហើយរីឯហីរ៉ាមជាស្ដេចក្រុងទីរ៉ូសទ្រង់បានផ្គត់ផ្គង់ឈើតាត្រៅនិងឈើកកោះហើយមាសថ្វាយសាឡូមោនតាមព្រះハរតីទ្រង់គ្រប់ចម្ពោះនោះស្ដេចទ្រង់ក៏ប្រទានទីក្រុង20ក្នុងស្រុកកាលីលេឲ្យដល់ហីរ៉ាមរួចហីរ៉ាមចេញពីក្រុងទីរ៉ូសទៅមើលទីក្រុងទាំងប៉ុន្មានដែលសាឡូមោនបានប្រទាននោះតែទ្រង់មិនសពព្រះតីនឹងក្រុងទាំងនោះទេក៏មានបន្ទូលថាប្អូនអើយតើទីក្រុងយ៉ាងណាដែលបានឲ្យមកខ្ញុំនេះរួចទ្រង់ហៅទីក្រុងទាំងនោះថាស្រុកកាបួលដរាបដល់សពថ្ងៃនេះឯហីរ៉ាមទ្រង់ក៏ផ្ញើមាស120ហាបមកថ្វាយដល់សាឡូមោនឯហេតុដែលស្ដេចសាឡូមោនបានកេណ្ឌកំណែននោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ានិងព្រះរាជវាំងព្រមទាំងប៉មមីឡូកំផែងក្រុងយេរូសាឡឹមហើយក្រុងហាសោក្រុងមេគីដោនិងក្រុងកេសឺត្បិតពីមុនផារ៉ោនជាស្ដេចស្រុកអេស៊ីបទ្រង់បានឡើងមកចាប់យកក្រុងកេសឺនោះព្រមទាំងដុតនឹងភ្លើងហើយសម្លាប់ពួកសាសកាណានដែលនៅក្នុងក្រុងនោះដែររួចបានប្រទានទីក្រុងនោះតែព្រះរាជបុត្រីទ្រង់ដែលជាភរិយាសាឡូមោនទុកជាចំណងដៃដូច្នេះសាឡូមោនក៏សង់ក្រុងកេសឺនោះឡើងនិងក្រុងបេតហេរុននៅខាងក្រោមព្រមទាំងក្រុងផ្អាឡាតហើយក្រុងថាតម៉ោដែលនៅទីរហោស្ថានក្នុងស្រុកនោះនិងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំងរបស់សាឡូមោននិងទីក្រុងសម្រាប់ទុករទេះចម្បាំងហើយសម្រាប់ពួកពលសេះទ្រង់ក៏ធ្វើរបស់ទាំងអស់ដែលសាឡូមោនសពព្រះតីចង់ធ្វើនៅក្រុងយេរូសាឡឹមនៅភ្នំលបាណូនហើយក្នុងគ្រប់ទាំងស្រុកដែលនៅក្រោមអំណាចទ្រង់ផងចំណែកពួកសាសអាម៉ូរីសាសហេតសាសពេរិសិតសាសហេវីនិងសាសយេប៊ូសដែលនៅសល់ជាមនុស្សដែលមិនមែនជាពួកកូនចៅអ៊ីស្រាអែលគឺជាកូនចៅរបស់សាសទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុកជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេនោះសាឡូមោនបានកេណ្ឌគេមកធ្វើជាពួកអ្នកបម្រើដល់រាប់ដល់សពថ្ងៃនេះតែឯពួកកូនចៅអ៊ីស្រាអែលវិញនោះសាឡូមោនមិនបានយកគេធ្វើជាបាបម្រើទេគឺគេជាពួកទាហានពួកមហាថ្លឹកជាចៅវាយជាមេទ័ពហើយជានាយរទេះចម្បាំងនិងពួកទ័ពសេះទ្រង់វិញឯពួកមេដែលត្រួតមើលការរបស់សាឡូមោនទាំងប៉ុន្មានមានចំនួន550នាក់ជានាយបង្គាប់ដល់ពួកអ្នកធ្វើការទាំងនោះចំណែកព្រះរាជបុត្រីផារ៉ោនព្រះនាងក៏យាងចេញពីក្រុងដាវីតឡើងមកឯដំណាក់ជាទីដែលទ្រង់បានសង់ឲ្យរួចមកទ្រង់ក៏សង់ប៉មមីឡូមាន3ដងក្នុងមួយឆ្នាំដែលសាឡូមោនទ្រង់ថ្វាយដង្វាយដុតនិងដង្វាយមេត្រី
នៅលើអាសនៈដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ាព្រមទាំងដុតកំញានថ្វាយនៅលើអាសនៈដែលនៅចំពោះព្រះយេហូវ៉ាផងគឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេចស្ដេចសាឡូមោនក៏ធ្វើនាវាមួយក្រុមនៅត្រង់អេសៀនកេបឺជាទីនៅមាត់សមុទ្រក្រហមជិតអេឡាតក្នុងស្រុកអេដឹមឯហ៊ីរ៉ាមទ្រង់ក៏ចាត់ពួកបាវបម្រើទ្រង់ខ្លះដែលជាពួកជំនាញខាងជើងទឹកគឺជាអ្នកមានចំណេះខាងផ្លូវសមុទ្រឲ្យទៅក្នុងនាវាទាំងនោះជាមួយនឹងពួកបម្រើរបស់សាឡូមោនគេក៏ទៅដល់ស្រុកអូភាយកមាសពីស្រុកនោះមកបាន420ហាបនាំមកថ្វាយស្ដេចសាឡូមោន